Ok សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពី tool មួយដែលអាច download វីដេអូនៅក្នុង Facebook Reel និងក្នុង Facebook បានអញ្ចឹង tool មួយនេះគឺមានទាញយក Facebook ហើយមានស្ថានភាពមើលថាវីដេអូមួយហ្នឹង download បានប៉ុន្មានភាគរយហើយ download ចំនួនប្រមាណវីដេអូហើយមួយទៀតគឺការ scrap link ពី link grabber ម្ដងបានប្រមាណគឺយើងអាចកំណត់ខ្លួនឯងបានហើយបញ្ជីវីដេអូនេះគឺជាវីដេអូដែលយើងបាន scrap ហើយអញ្ចឹងកុំឲ្យអ្នកទាំងគ្នាចាំយូរគឺខ្ញុំធ្វើការឧទាហរណ៍ download ឲ្យអ្នកទាំងគ្នាមើលតែម្ដងដំបូងឡើយគឺយើងត្រូវចូលទៅកាន់ Facebook របស់យើងបន្ទាប់មកយើងចូលទៅកាន់វីដេអូមួយណាដែលយើងចង់ download ឧទាហរណ៍ថាឥឡូវខ្ញុំចូលមក page មួយនេះអញ្ចឹងនៅពេលដែលចូលមក page មួយហ្នឹងគឺយើងត្រូវចូលទៅកាន់ reel របស់គេអញ្ចឹងនៅពេលដែលចូលទៅកាន់ reel របស់គេគឺយើងឃើញវីដេអូច្រើនបាទអញ្ចឹងយើងអត់ដឹងចំណងជើងថាវីដេអូហ្នឹងចំណងជើងអីទេអញ្ចឹងយើងអាចធ្វើការប្រើជាមួយនឹង link grabber បាទ link grabber ហ្នឹងអ្នកទាំងគ្នាអាចធ្វើការ download extension link grabber ហ្នឹងនៅក្នុងជ្រុំ store បានបាទអញ្ចឹងខ្ញុំអត់បានបង្ហាញបញ្ជាក់កន្លែង link grabber ហ្នឹងទេអញ្ចឹងនៅពេលដែលយើងចុចកន្លែង link grabber ហ្នឹងហើយយើងនឹងឃើញវីដេអូ reel បាទអញ្ចឹងមានថា web.facebook.com reel អញ្ចឹងន័យថានេះគឺជា link វីដេអូទាំងអស់អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ download 10វីដេអូអញ្ចឹងខ្ញុំ select យកទៅត្រឹម10មកបាទខ្ញុំ copy នៅពេលដែលយើង copy ហើយគឺយើងធ្វើការបន្ថែមចុចកន្លែងបន្ថែមម្ដងមួយឡើងនេះមកយើងផាស link ទាំងអស់នៅក្នុងហ្នឹងហើយយើងចុច OK បាទនៅពេលដែលយើងចុច OK មកគឺយើងឃើញវីដេអូទាំងអស់នៅក្នុងហ្នឹងដែលបាន scrap ហើយបើសិនជាយើងចង់ download វីដេអូទាំងអស់ហ្នឹងខ្ញុំសូមបង្កើត folder មួយសិនទៅដើម្បីដាក់វីដេអូហ្នឹងកុំឲ្យវាច្រឡំឈ្មោះថា new folder file ហើយកន្លែងនេះគឺជាកន្លែងដែលទាញយកព្រមគ្នាមានន័យថាបើសិនជាយើងដាក់តែមួយវីដេអូហ្នឹង download មួយចប់បានចូលមួយទៀតតែបើយើងដាក់ម្ដង5មានថាវីដេអូហ្នឹងគឺ download ដំណើរគ្នាម្ដង5វីដេអូបាទអញ្ចឹងខ្ញុំដាក់5ទៅបាទហើយបន្ទាប់មកយើងអត់មានអីត្រូវធ្វើទេយើងយកថាទាញយកទាំងអស់បាទទាញយកទាំងអស់គឺយើងដាក់នៅ new folder file ដដែលអូខេហើយ select folder មកអញ្ចឹងពេលដែលវាចាប់ផ្ដើមទាញយកវានឹងបង្ហាញនៅនេះឬក៏បង្ហាញprogress នៅនេះណាហ្នឹងហើយអញ្ចឹងនៅពេលដែល download ហើយគឺវាបង្ហាញនៅកន្លែងហ្នឹងតែម្ដងដាក់ថារួចរាល់អញ្ចឹងណាអ្នកនរគ្នាអូខេកន្លែងនេះក៏បង្ហាញលើនេះក៏បង្ហាញបតុងនេះក៏បង្ហាញដែរបាទអូខេអញ្ចឹងនៅពេលដែលយើង download បានហើយវីដេអូទាំងអស់ហ្នឹងគឺចូលមកក្នុងនេះហើយយើងអាចធ្វើការចាក់មើលបានអូខេជាមួយនឹងចំណងជើងអីគឺមកទាំងអស់បាទមកទាំងអស់ caption គេមិនចំណងជើងមិនគឺវាមកដូចអញ្ចឹងទាំងអស់ហើយមួយវិញទៀតខ្ញុំធ្វើការសម្អាតទាំងអស់ហ្នឹងសិនទៅហើយខ្ញុំធ្វើការទៅ download វីដេអូពីយើងមើលធម្មតាឧទាហរណ៍យើងអូសឃើញវីដេអូមួយអញ្ចឹងណាអូខេឥឡូវខ្ញុំសុំធ្វើការអូសសិនឃើញមានវីដេអូមួយអញ្ចឹងទៅយើងធ្វើការនេះឧទាហរណ៍វីដេអូមួយនេះអញ្ចឹងយើងធ្វើការ copy link អត់មាន copy link យើងចុច share ហើយបន្តមកយើងយកពាក្យថា copy link បន្ថែមទៅអូខេអត់ដើរទេអញ្ចឹងតើតើនឹងការ download វីដេអូពីការ copy link ហ្នឹងអត់ដើរទេប៉ុន្តែខ្ញុំនឹងធ្វើការ update ពេលក្រោយបាទ update ពេលក្រោយឲ្យធ្វើការ copy link កន្លែងហ្នឹងដើរធម្មតាហ្នឹងហើយអញ្ចឹងវាអត់ scrap ជាមួយនឹង link មួយហ្នឹងទេប៉ុន្តែយើងអាចធ្វើជាមួយនឹង link grabber នេះបានបាទតើយើងដឹងថា link វីដេអូហ្នឹងមួយណាដែរអូខេអត់ដឹងទេយើងមើលចង់អត់ដឹងទេហើយយើងចូលទៅកាន់ Facebook យើងវិញមក tool អត់មានទេអូខេអូនេះខាងនេះមានថា copy link អញ្ចឹងយើងសាក copy link ឡើងលើហ្នឹងណាផាសចូល
អត់ដែរដូចគ្នាបាទចំនេះថាវីដេអូដែលយើងបានអូឃើញយើងចង់ download ហ្នឹងគឺអត់ដើរទេប៉ុន្តែខ្ញុំនឹង update ឲ្យវាដើរបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺចង់បង្ហាញអ្នកទាំងគ្នាពីរបៀបនៃការ download តែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ